ចាប់បាន12គ្រឿងក្នុង3ថ្ងៃក្រសួងបន្តចុះឆ្មក់ពីនៃរថយន្តដឹកលើទម្ងន់នៅខេត្តកំពង់ស្ពឺនិងខេត្តកណ្ដាលក្នុងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី1ដល់ថ្ងៃទី3ខែកក្កដាឆ្នាំ2026ក្រុមការងារចាក់ឡាត់ចម្រុះរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះឆ្មក់ត្រួតពិនិត្យនិងពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់សរុបចំនួន12គ្រឿងនៅក្នុងខេត្តកំពង់ស្ពឺនិងខេត្តកណ្ដាលប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយក្រុមការងារចាក់ឡាត់ចម្រុះសហការជាមួយស្ថានីយ៍ជញ្ជីងពាក់ព័ន្ធក្នុងខេត្តទាំងពីរនៅខេត្តកំពង់ស្ពឺក្រុមការងារបានរកឃើញនិងពិន័យរថយន្តដឹកលើសទម្ងន់ចំនួន10គ្រឿងដែលផ្ទុកលើសចាប់ពី12តោនដល់45តោនខណៈនៅខេត្តកណ្ដាលរកឃើញនិងពិន័យចំនួន2គ្រឿងដែលផ្ទុកលើសចាប់ពី14តោនដល់21តោនក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់យានយន្តនិងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ឲ្យគោរពច្បាប់និងអនុវត្តតាមតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពី6ផ្លូវឡើងទៅឲ្យបានត្រឹមត្រូវដើម្បីរួមចំណែកថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងបង្កើនសុវត្ថិភាពចរាចរណ៍ជាមួយគ្នានេះក្រុមការងារចល័តនឹងបន្តចុះឆ្មក់ត្រួតពិនិត្យនៅទូទាំងប្រទេសនិងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកលើសទម្ងន់ដោយគ្មានការលើកលែងនោះឡើយ